ចំណុច3យ៉ាងដែលមនុស្សគ្រប់គ្នាអាចធ្វើហើយខ្ញុំគិតថាធ្វើហើយជីវិតអ្នកគ្នានឹងមានក្តីសុខជាងមុនទោះបីអ្នកគ្នា single ឬក៏អត់ single ក៏ដោយទី1គឺធ្វើយ៉ាងណាក៏ដោយឲ្យអ្នកគ្នាស្អាតជាងមុនអ្នកគ្នាត្រូវចាំថាមនុស្សយើងគឺនៅពេលដែលយើងស្អាតឬមួយក៏យើងលេចធ្លោជាងមុនណាវាជាចំណុចទាក់ទាញរបស់មនុស្សជំវិញខ្លួនឬក៏អ្នកទាំងអស់គ្នាដែលយើងស្គាល់ឬមិនស្គាល់ក៏ដោយអញ្ចឹងមិនថាអ្នកគ្នាទៅកែសម្ផស្សទៅហាត់ប្រាណទៅជីមឬក៏ទៅលេងកីឡាទៅអីក៏ដោយធ្វើយ៉ាងណាក៏ដោយគឺឲ្យអ្នកគ្នាស្អាតជាងមុនប្រើ skin care ប្រើអីក៏ដោយសំខាន់គឺឲ្យតែអ្នកគ្នាមានសម្រស់ដែលស្អាតនិងលេចធ្លោគឺខ្ញុំគិតថាអ្នកគ្នាធ្វើឲ្យអ្នកគ្នានឹងជីវិតរបស់អ្នកគ្នានឹងល្អប្រសើរជាងមុនទី2ហូរក្តីសុខឲ្យខ្លួនឯងហូរក្តីសុខឲ្យខ្លួនឯងនឹងគឺបានន័យថាយើង get back ថាតើក្តីសុខរបស់យើងនឹងគឺជាអីគេដូចជាការដែលយើងបានអានសៀវភៅទៅផឹកកាហ្វេទៅដើរលេងហើយទៅជួបមិត្តភ័ក្តិទៅផាត់រូបឬមួយក៏ឡើងភ្នំឡើងដើមឈើបេះផ្លែឈើចូលព្រៃ camping អ្វីក៏ដោយទាំងអស់ហ្នឹងសកម្មភាពទាំងអស់ហ្នឹងខ្ញុំជឿជាក់ថាបើសិនជាអ្នកគ្នាធ្វើឲ្យអ្នកជីវិតអ្នកគ្នាមានក្តីសុខអ្នកគ្នាទៅធ្វើទៅបញ្ជាក់ណាទង្វើណាមួយដែលធ្វើឲ្យត្រឹមត្រូវទី3អភិវឌ្ឍខ្លួនឯងអភិវឌ្ឍខ្លួនឯងដូចជាទៅរៀន short course រៀនភាសាអង់គ្លេសរៀនអាជីពដ្ឋាន soft skill រៀនអីផ្សេងៗដែលគិតថារៀនហើយយកមកអភិវឌ្ឍខ្លួនឯងបានឬក៏ទៅចូលរួម activity អីផ្សេងទៀតដែលយើងគិតថាវាមានប្រយោជន៍ដល់ខ្លួនឯងយើងធ្វើហើយអាចជួយសង្គមបានហើយវាអាចជួយអភិវឌ្ឍខ្លួនឯងបានបន្ថែមទៀតអ្វីដែលយើងមិនគួរធ្វើដូចជាធ្វើម៉េចដើម្បីសង្សារចាស់ត្រឡប់មកវិញកុំធ្វើម៉េចដើម្បីឲ្យគេស្រឡាញ់យើងកុំធ្វើម៉េចដើម្បីគេចូលមើល story យើងមិនបាច់ធ្វើទេឬក៏ធ្វើម៉េចដើម្បីឲ្យគេតាមលួងលោមធ្វើម៉េចឲ្យគេស្រឡាញ់ធ្វើម៉េចគេយកចិត្តទុកដាក់អ្វីទាំងអស់ហ្នឹងអ្នកគ្នាមិនបាច់ធ្វើទេគឺវាអត់ប្រយោជន៍វាខ្ជិះខ្ជាយពេលវេលាសំខាន់គឺយកពេលវេលាទាំងអស់ហ្នឹងមកធ្វើទាំង3យ៉ាងហ្នឹងទៅយ៉ាងហោចណាស់ខ្ញុំគិតថា3យ៉ាងហ្នឹងគឺវាជួយឲ្យជីវិតរបស់គ្នាល្អប្រសើរជាងមុនហើយវាជួយឲ្យអ្នកគ្នាមានក្តីសុខជាងមុនហើយអត់ចាំបាច់ទៅខ្វាយខ្វល់តាមរឬគិតថាធ្វើម៉េចឲ្យមានសង្សារធ្វើម៉េចឲ្យគេមកស្រឡាញ់អាហ្នឹងមិនបាច់ខ្វល់ទេគឺធ្វើតែ3យ៉ាងហ្នឹងទៅខ្ញុំគិតថាយ៉ាងហោចណាស់ក៏វាជួយស្រោចស្រង់អ្នកគ្នាបានច្រើនដែរអូខេ